Chẳng cho alo data CPU đó alo data CPU គឺជាការអនុញ្ញាតបាទឲ្យមានទម្រង់នៅក្នុងការបង្ហាញជាលក្ខណៈ data CPU នេះគឺវាមាននៅក្នុង view នេះចឹងបើសិនណាជាអ្នកនរគ្នា allow វាស្មើ yes អ្នកនរគ្នាអាចចុចឲ្យវាបង្ហាញជា data CPU បានចឹងតាមពិតជាទូទៅវា form view របស់វាចេញចេះទេជា tabular ទេតែដល់ពេលយើង allow វាស្រាប់តែយើងអត់ចង់ឲ្យបង្ហាញយើងទៅចុចចំ data sheet វាទៅចេញ data sheet បាទអញ្ចឹង allow form view ហ្នឹងដូចជា layout view ចេញមកជាទម្រង់ layout របស់វាចឹងអញ្ចឹងជួនកាលយើងបិទវាយើងអត់ចង់ឲ្យគេប្រើអីអានេះឲ្យច្រើនក្រៅពី form view ហើយនឹង design ទេយល់ទេបាទអញ្ចឹងយើងកុំអនុញ្ញាតបាទបើសិនណាជាអញ្ចឹងយើងកុំអនុញ្ញាតឲ្យវាបង្ហាញអញ្ចឹងត្រង់ allow ហ្នឹងបាទ allow data sheet ហ្នឹងយើងដាក់វាស្មើ no allow layout view ដាក់ស្មើ no បាទអញ្ចឹងយើងឲ្យវាបង្ហាញតែ form view និង design view ទេអញ្ចឹងស្មើ yes អញ្ចឹងបើកមកវាមានតែ2ហ្នឹងទេយើងបិទវាចោលណាបាទ allow គឺអនុញ្ញាតបាទអនុញ្ញាតឲ្យមានការបង្ហាញជាលក្ខណៈ data sheet នៅត្រង់ home view នេះបាទសូមថាគុណ